សប្រែប្រួលគ្រប់សន្តានធ្លាក់មកបែបរាវខៀវខាប់ដូចខ្ទុះដូចខួនដែរធ្លាក់មកកកដុំសស្អិតស្អិតជាប់តាមបរិវេណទ្វារមាសរមាស់ស្គៀបក្តៅក្រហាយនៅតាមបរិវេណទ្វារមាសបងប្អូនមួយចំនួនរមាស់ខ្លាំងពេកយកដៃទៅអេសមានការដាច់រលាត់សាច់ពីខាងក្នុងគេងនៅជាមួយគ្រួសារធ្វើឲ្យរលាកនៅតំបន់ទ្វារមាសផ្នែកខាងក្នុងកាន់តែខ្លាំងអាចមានការឡើងហើមឡើងក្រហមឬក៏មានការធ្លាក់ឈាមក្រោយពេលគេងនៅជាមួយគ្រួសារមានក្លិនឆ្អាបក្លិនស្អុយជាប់ចុងច្រមុះនៅពេលដែលធ្លាក់សមកទោះបីលាងសម្អាតបែបណាក្លិននឹងអត់បាត់ដែរបងប្អូននៅតែមានក្លិនចេញពីខាងក្នុងមកបើសិនជាបងប្អូនមានអាការៈទាំងអស់នេះបង្ហាញថាបងប្អូនកំពុងតែមានបញ្ហារលាកមាត់ស្បូនកាលណាបងប្អូនរលាកស្បូនបងប្អូនសង្កេតមើលអាសាឈឺអួលផ្នែកក្រោមថ្ងាសចុកចង្កេះឈឺតាមអន្តគិអាសាឈឺផ្នែកក្រោមកន្លះនៅតាមដៃស្បូននៅពេលដែលបងប្អូនមានបញ្ហារលាកមាត់ស្បូនបើសិនជាពញាពេលក្នុងការដោះស្រាយធ្វើឲ្យមេរោគរីករាលដាលកាន់តែខ្លាំងអាចរលាកទៅដល់តួស្បូនដៃស្បូនប៉ះពាល់ដល់រដូវធ្វើឲ្យស្ត្រីចាប់ផ្ដើមមានបញ្ហារដូវមកមិនទៀងឈឺចុកចាប់កំឡុងពេលមករដូវហើយបើសិនជាស្ត្រីមានបញ្ហារដូវបែបនេះហើយស្បែកអត់ស្អាតទេបងប្អូនគឺស្ងួតស្រអាប់អត់មានសំណើមទេហើយមនុស្សស្រីនៅពេលដែលមានបញ្ហាហ្នឹងគឺគេងអត់សូវលក់ក្តៅសាច់ស្ទីងអារម្មណ៍មួម៉ៅឆាប់ខឹងធុញថប់តប់កំងល់ខ្លាំងមែនតើបើសិនជាបងប្អូនមានបញ្ហាទាំងអស់នេះកន្លងមកដោះស្រាយច្រើនហើយប៉ុន្តែបានតាមអន់បានតាមធូក៏កើតឡើងវិញបងប្អូនចង់ដោះស្រាយទៅលើបញ្ហាសុខភាពទាំងអស់នេះឲ្យបានធូរសះស្បើយកុំឲ្យកកើតឡើងមកវិញបងប្អូនអាចតាក់ទងមកតាម Telegram ខ្ញុំមានដំណោះស្រាយជូន